នៅថ្ងៃទី7 ខែមីនាឆ្នាំ2026អង្គការយុវសន្តិភាពបានរៀបចំកម្មវិធីទិវាអំណាចលើកទី11ក្រុមប្រធានបទសំណេរនិងអំណាចក្នុងបរិបទថ្មីដែលកម្មវិធីនេះស្ថិតនៅក្នុងភូមិសំរងក្នុងឃុំសំរងក្នុងស្រុកឯកភ្នំខេត្តម្នាក់ណាខ្លះមានទូរស័ព្ទដៃប្រៃមានទេមើលណាអូមានទេហើយសយហើយប្រើមាន Facebook ខ្លួនឯងមានទៀតមាន TikTok ទេមានទៀតអូមិនទេអត់មានល្អដែរអត់ទាន់ថាមានកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាចនិងជំរុញឲ្យសិស្សមានចំណង់ចំណូលចិត្តក្នុងការអាននិងការសរសេរដោយមានការចូលរួមពីសិស្សសរុបចំនួន90នាក់ដែលមកពីថ្នាក់ទី6ទី7ទី8និងទី9តាមរយៈការចូលរួមនេះសិស្សានុសិស្សបានទទួលបទពិសោធន៍ថ្មីៗព្រមទាំងអភិវឌ្ឍជំនាញផ្នែកអំណាចនិងសំណេរឲ្យកាន់តែប្រសើរឡើងក្នុងអំឡុងពេលកម្មវិធីសកម្មភាពអប់រំនិងការប្រកួតប្រជែងជាច្រើនដូចជាសូត្រកំណាព្យការសរសេរតាមអានការអានសំណេរដែលបានផ្ដល់ឱកាសឲ្យសិស្សបង្ហាញសមត្ថភាពនិងភាពច្នៃប្រឌិតរបស់ខ្លួនសកម្មភាពនេះមិនត្រឹមតែជួយបង្កើតនឹងជំនាញអំណាចនិងសរសេរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបណ្ដុះបណ្ដាលការគិតវិភាគនិងការបង្ហាញមតិយោបល់ផងដែរតាមរយៈកម្មវិធីទិវាអំណាចនេះអង្គការយុវសន្តិភាពក៏មានគោលបំណងជំរុញឲ្យសិស្សស្រឡាញ់ការអានបង្កើតចំណេះដឹងថ្មីនិងយល់ដឹងអំពីសារៈសំខាន់នៃសំណេរនិងអំណាចក្នុងសង្គមសម័យបច្ចុប្បន្នកម្មវិធីនេះគឺជាឱកាសមួយសម្រាប់សិស្សក្នុងការផ្លាស់ប្ដូរបទពិសោធន៍និងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការសិក្សាសរុបមកទិវាអំណាចលើកទី11គឺជាសកម្មភាពដ៏មានសារៈសំខាន់ដែលរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌អំណាចនិងជួយអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សឲ្យកាន់តែប្រសើរឡើងសម្រាប់ការសិក្សានិងជីវិតនាពេលអនាគតជាចុងក្រោយសូមអរគុណដល់ទស្សនិកជនជាទីគោរពដែលបានទស្សនាកម្មវិធីនេះរហូតដល់ចប់សូមអរគុណ